សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងចែករំលែកអំពីរបៀបឆុង milk tea ជាមួយនឹង milk tea brown sugar សម្រាប់ខ្នាតកាត់លេខ22ដូច្នេះគ្រឿងផ្សំសំខាន់របស់យើងនោះគឺជាម្សៅ milk tea ដែលនេះគឺជាប្រភេទម្សៅ milk tea សម្រាប់ស្រេចដែលមួយកញ្ចប់គឺមានទម្ងន់1គីឡូហើយជាផលិតផលរបស់ប្រទេសចិនម្សៅ milk tea នេះដែរក៏បើកមកគឺថាធំក្លិនឈ្ងុយបងប្អូនឥឡូវនេះយើងក៏ចាប់ផ្ដើមឆុងទាំងអស់គ្នាដែលយើងយកកាយស្អាតមួយមករួចហើយយើងប្រើជាមួយនឹងម្សៅ milk tea ហ្នឹងចំនួន1ស្លាបព្រាកាត់កន្លះដួស1ស្លាបព្រាហើយថែមកន្លះស្លាបព្រាទៀតមកណារួចហើយអត់បន្ថែមម្សៅដោះគោទេចាក់ទឹកក្តៅ100មីលីលីត្រចូលយកបណ្ដោយកូរឲ្យរលាយចូលគ្នាដោយសារតែក្នុងម្សៅ milk tea ហ្នឹងមានជាតិម្សៅដោះគោរួចហើយបងប្អូនហើយក៏មានជាតិផ្អែមនឹងដែរបន្ទាប់មកបន្ថែមដោះគោស្រស់ចំនួន30មីលីលីត្រកូរចូលគ្នារួចហើយបន្ថែមជាតិផ្អែមទៅដោះគោខាប់ចន្លោះពី30ទៅ35បានទេបងប្អូនសម្រាប់កាលលេខ22ដោយសារតែម្សៅ milk tea ហ្នឹងវាមានជាតិផ្អែមក្នុងនឹងរួចស្រេចហើយអញ្ចឹងយើងកុំដាក់ដោះគោខាប់ច្រើនពេកបន្ទាប់មកកូរចូលគ្នាឲ្យសព្វយកកែវក្លុកមកដួសទឹកកកដាក់ពាក់កណ្ដាលកែវរួចហើយយើងក៏ចាក់ល្បាយ milk tea របស់យើងចូលបន្ទាប់មកទៀតយើងក៏ចាប់ផ្ដើមបិទគម្របវាហើយយើងក្លុកវាក្លុកអត់យូរបងប្អូនក្លុកតែ2 3ឆាច់ហ្នឹងវានឹងបែកចូលជាតិល្អហើយយើងក្លុកគឺថាចូលជាតិល្អជាងយើងអត់ក្លុកបងប្អូនបន្ទាប់មកទៀតយើងក៏យកកាលេខ22មកចាក់ milk tea របស់យើងចូលរួចហើយដួសទឹកកកដាក់បំពេញកែវឲ្យពេញមកជាចុងក្រោយយើងក៏បន្ថែមជាមួយនឹងចំហួយជ្រុងរសជាតិ brown sugar នេះបងប្អូនដែលចំហួយនេះគឺទន់ហើយស្វិតអត់ផុយទេបងប្អូនគឺរសជាតិ brown sugar ឆ្ងាញ់ណាដួសចំហួយដាក់រួចហើយស្រោចបន្ថែមជាមួយនឹងរាវខ្ទិះរបស់យើងពីលើបន្តិចទៀតមកដើម្បីធ្វើឲ្យ milk tea របស់យើងនឹងកាន់តែខ្ទិះឆ្ងាញ់ណាបងប្អូនឥឡូវនេះចូលដល់កែវទី2ម្ដងឆុង brown sugar milk tea ដោយប្រើជាមួយនឹងម្សៅ milk tea ចំនួន1ស្លាបព្រាកាត់កន្លះដូចគ្នាបន្ទាប់មកចាក់ទឹកក្តៅចំនួន100មីលីលីត្រចូលកូរចូលគ្នាឲ្យរលាយសព្វបន្ថែមជាមួយនឹងទឹកដោះគោស្រស់ម៉ាក់ណាក៏បានដែរចំនួន30មីលីលីត្រចូលរួចហើយយើងក៏បន្ថែមជាមួយទឹកដោះគោខាប់ចន្លោះពី15ទៅ20បានបងប្អូនដោយសារយើងនៅប្រើទឹកប្រោនរបស់យើងមានជាតិផ្អែមដែរកូរចូលគ្នាឲ្យសព្វយកកែវក្លុកមកដួសទឹកកកដាក់ឲ្យពេញកែវចាក់ល្បាយ milk tea ចូលរួចហើយយើងក៏ចាប់ផ្ដើមក្លុកវាមកបងប្អូនក្លុកវាចូលជាតិតាមមួយផ្លេតហ្នឹងមកហើយបន្ទាប់មកយកកែវលេខ22មកដែលយើងប្រើជាមួយនឹងទឹក brown sugar ចំនួន20មីលីលីត្រចាក់ចូលនៅដល់លេខ20អញ្ចឹងហើយយកមកលាបកែវជុំវិញកែវអញ្ចឹងមកបន្ទាប់មកទៀតយើងក៏ចាប់ផ្ដើមចាក់ល្បាយ milk tea ដែលយើងបានក្លុកមុនហ្នឹងចូលទៅបងប្អូនគឺថារបៀបធ្វើងាយស្រួលមែនទែនហើយរសជាតិក៏ឆ្ងាញ់ដែរបន្ទាប់មកទៀតយើងក៏ដួសទឹកកកដាក់បំពេញកែវមកជាចុងក្រោយយើងក៏បន្ថែមជាមួយនឹងគុជចំហួយ brown sugar របស់យើងទៀតមកជាការស្រេចហើយកុំភ្លេចស្រោចបន្ថែមរាវខ្ទិះបន្តិចទៀតផងធ្វើឲ្យរសជាតិកាន់តែឆ្ងាញ់ឥឡូវនេះយើងក៏មកភ្លក់ទាំងអស់គ្នាបងប្អូនកែវទី1នេះគឺជា milk tea ធម្មតារសជាតិឆ្ងាញ់បងប្អូនឈ្ងុយក្លិន milk tea លាយតែខ្មៅតិចៗក្នុងហ្នឹងណាអញ្ចឹងបងប្អូនអាចយកទៅឆុងបានបើចាំបាក់ហត់ឆុងតែទិញតែម្សៅ milk tea សម្រាប់នេះទៅវាឆុងបានហើយឥឡូវកែវទី2ម្ដង milk tea brown sugarកែវនេះក៏ឆ្ងាញ់ដែរបងប្អូនឈ្ងុយទាំង milk tea ឈ្ងុយទាំង brown sugar មកចូលគ្នាទៅញ៉ាំទៅកាន់តែឆ្ងាញ់អញ្ចឹងឥឡូវនេះគឺយើងមានម្សៅ milk tea សម្រាប់ស្រេចណាបងប្អូនគឺរសជាតិឆ្ងាញ់ដោយសារខ្លួនរួចអីគឺឆ្ងាញ់បងប្អូនអាចយកទៅឆុងបានអញ្ចឹងទីចុងក្រោយសូមបងប្អូនមានចំណាប់អារម្មណ៍ចង់បានម្សៅ milk tea ប្រភេទគ្រឿងផ្សំកាហ្វេគ្រឿងផ្សំតែគុជឬក៏ផ្សំរយៈផ្សេងៗទៀតអាចទាក់ទងបានខាង page របស់ខ្ញុំបានដាក់នេះណាអរគុណច្រើនបងប្អូនទាំងអស់គ្នា